យើងធ្វើស្រូវ SRP គឺល្អជាងស្រូវធម្មតាដោយសារតែស្រូវ SRP យើងមានកុងត្រាជាមួយខាងរោងម៉ាស៊ីនច្បាស់លាស់ពេលដែលយើងផលិតបានគឺខាងក្រុមហ៊ុនគឺគាត់យកបដ ாய் ហើយបើយើងផលិតជាស្រូវធម្មតាពេលដែលយើងផលិតបានយើងត្រូវរកឈ្មួញមកទិញពេលខ្លះឈ្មួញមកទិញហើយក៏គាត់តម្លាក់តម្លៃយើងទៀតខ្ញុំបាទសូមជម្រាបសួរខ្ញុំបាទឈ្មោះឈឹមមិនសុងទូនទីជាប្រធានសហគមន៍កសិកម្មបុរីអភិវឌ្ឍស្រូវដែលយើងផលិតស្តង់ដារ SRP នៅក្នុងសហគមន៍របស់យើងគឺយើងផលិតស្រូវសែនកោប01ហើយនិង85 EA ស្រូវ SRP នេះគឺជាពិសេសគឺស្រូវសែនកោប01ជាពូជរបស់ខ្មែរយើងដែលសហគមន៍អឺរ៉ុបគេទទួលស្គាល់ហើយយើងចាប់ចំណាត់ថ្នាក់លេខ1នៅលើពិភពលោកផងដែរមួយទៀតប្រភេទស្រូវEA85 នេះជាស្រូវដែលក្រុមហ៊ុនគេកំបាំងត្រូវការឲ្យយើងផលិតឲ្យគេហើយបើគម្រោងរបស់ក្រុមហ៊ុនគេឲ្យយើងផលិតរហូតគ្រប់គ្រងឲ្យគេរហូតដល់ 50,000 តោនក្នុងមួយឆ្នាំបាទចំពោះសហគមន៍កសិកម្មបុរីអភិវឌ្ឍមានផ្ទៃដីសរុបចំនួន993 ហិកតាហើយក្នុងនោះដែរក៏មានកសិករដែលផលិតស្រូវ SRP ទៅលើផ្ទៃដី112 ហិកតាសហគមន៍កសិកម្មបុរីអភិវឌ្ឍបញ្ចេញស្រូវបានក្នុងមួយឆ្នាំ522 តោនស្រូវ SRP ទី1គឺលក់បានថ្លៃចារួចហើយបានផលទៀតស្រូវ SRP គឺត្រូវស្តង់ដារយើងអាចផលិតពូជបានហើយយើងដូចថាការដាំបានកើនផលបានច្រើនជាងស្រូវធម្មតាខុសគ្នាឆ្ងាយណាចាព្រោះអីថាតម្លៃឈ្មួញដូចថាគេមិនពិតប្រកបនឹងយើងដូចស្រូវយើងមិនស្អាតស្រូវយើងយ៉ាងណាដូចថាគេមិនពិតប្រកបនឹងយើងបើក្នុងសហគមន៍គេថាបើស្រូវយើងល្អគេឲ្យតម្លៃយើងខ្ពស់បើស្រូវយើងមិនសោសត់គេឲ្យទាបបន្តិចគេដឹងថាយកនឹងយើងចំពោះកសិករណាដែលគាត់ខ្វះទុនក្នុងការធ្វើស្រែចឹងទៅគាត់អាចមកយកជីមកយកថ្នាំបាញ់ស្រូវពូជយកទៅប្រើប្រាស់បានដោយយើងមិនគិតការប្រាក់ទេរហូតទាល់តែគាត់ប្រមូលផលបានយើងគិតគូរពីគាត់ក្រោយពីបានចូលរួមកម្មវិធីកសិកម្មខ្មែរសម័យថ្មីដែលគាំទ្រដោយសហគ្រិនខ្មែរហើយនិងគម្រោង Nature រៀបចំដោយ Impact Hub ភ្នំពេញខ្ញុំបានទទួលចំណេះដឹងដូចជាការធ្វើស្រែដែលធន់នឹងអាកាសធាតុហើយចំពោះការធ្វើស្រែហ្នឹងគឺមានទៅលើដូចជាការរៀបចំដីការប្រើប្រាស់ពូជសុទ្ធការកំណត់ពេលវេលានៃការដាំដុះហើយការប្រើប្រាស់ជីហើយនឹងថ្នាំបាទចំពោះថវិកាដែលខ្ញុំបានទទួលពីគម្រោងគឺសហគមន៍បានយកទៅប្រើប្រាស់ដូចជាទិញស្រូវពីកសិករមួយចំនួនធំនៅសល់ប្រមាណគឺយើងបានយកទៅបង្រៀនកសិករពីការធ្វើស្រែដែលធន់នឹងអាកាសធាតុចាខ្ញុំចង់ឲ្យសហគមន៍រីកចម្រើនលើកតម្កើងសហគមន៍ឲ្យមានថេរតទៅមុខទៀត